វាសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូផ្នែកទី1នៃ trip របស់ខ្ញុំទៅកាន់ទីក្រុងហាងជើប្រទេសចិននឹងចូលរួមព្រឹត្តិការណ៍ដ៏ពិសេសមួយគឺ Higtech Star Tour 2025ហើយខ្ញុំនឹងទស្សនានៅរោងចក្រ Headquarter Office របស់ក្រុមហ៊ុន Higtech នេះជាបទពិសោធន៍មួយដ៏ពិសេសមួយសម្រាប់ខ្ញុំដែរហើយខ្ញុំនឹងថតវីដេអូនេះទុកជាអនុស្សាវរីយ៍និងចែករំលែកដល់បងប្អូនអរគ្នាហើយនៅតាមផ្លូវខ្ញុំមានអារម្មណ៍រំភើបមែនទែនដោយសារនេះជាលើកទី1របស់ខ្ញុំហើយដែលទៅកាន់ប្រទេសចិនក៏ដូចជាជិះយន្តហោះនៅបរិយាថ្មីរបស់យើងអញ្ចឹងណាអូខេឥឡូវខ្ញុំមកដល់បរិយាយន្តហោះហើយខ្ញុំថតទស្សនភាពទូទៅនៅអាកាសយានដ្ឋានរបស់យើងតិចនិយាយទៅបរិយាយន្តហោះយើងគឺស្អាតមែនតើតែគួរស្ដាយថ្ងៃនេះគឺជាថ្ងៃដែលបរិយារបស់យើងនឹងគេសម្ពោធអញ្ចឹងគេខាំងអញ្ចឹងពិបាកថតប្លង់ស្អាតតិចហើយអញ្ចឹងខ្ញុំជិះជាមួយនឹង China Southern ឥឡូវខ្ញុំ check in ញ៉ាវ៉ាលីហើយសិនសម្រាប់ខ្មែរយើងកុំភ្លេចបន្ទាប់ពី check in ហើយយើងទៅធនាគារកាណាយ៉ាបែងដែលនៅជាន់ទី1នឹងស្រាប់គឺយើងដក$7ត្រឡប់មកវិញផងគឺនៅជាន់ទី1នឹងឯងអញ្ចឹងបន្ទាប់ពី security check ឥឡូវខ្ញុំដើរមក gate ដើម្បីធ្វើការរងចាំដល់ជើងបាត់ហើយទេសភាពពិតជាស្អាតខ្លាំងមែនតើអ្នកនរគ្នាតោះឥឡូវយើងហោះលឿនហ្មងតាអូខេឥឡូវខ្ញុំមកដល់ពលាតយន្តហោះកងជើហើយដែលខ្ញុំជិះមិញហ្នឹងគឺ2ម៉ោងជាងហើយខ្ញុំនឹង transit ទៅកាន់ហាងជើមួយតង់ទៀតអញ្ចឹងខ្ញុំត្រូវចាំបែរជា2ម៉ោងជាងទៀតទៅអញ្ចឹងមុននឹងឡើង flight ទី2យើងដើរមើលបលាតរបស់គេបន្តិចសិននៅកងជើនេះតើមានអីប្លែកអញ្ចឹងពួកយើងត្រូវពេញ form arrival នេះ Hello កងជើSee you soon ហាងជើទៅបន្តទៅហាងជើជាងគេតិចមែនគេអញ្ចឹងក៏ថតទេសភាពនៅក្នុងពលានរបស់ខាងកងជើលេងផ្លែកទេជាមួយនឹងពលានយើងតែស្តៀងគ្នាទេតាងាយមកទៅចូល International Airport របស់យើងមិនអន់ទេនេះពេលម៉ូលក៏ម៉ូលយើងស្អាតជាងនេះណាWhat kind of you want to drink? Just a mineral water. គេឥឡូវមកដល់ gate ហើយរងចាំនៅ gate
គេមាន free wifi hotspot ដែលគ្រាន់តែ verify ជាមួយនឹង passport របស់យើងតែបើចង់ទិញ SIM គឺ 160G តម្លៃវាគឺ 180 yen ខ្ញុំឡើងជើងយន្តហោះទី2ហើយគឺពីកួងជើទៅហាំងជើហើយជើងទី2នេះគឺខ្ញុំជិះយន្តហោះមួយនេះគឺធំមួយជួរហ្នឹងមាន9កៅអីមួយជួរឆ្វេងស្ដាំរបស់យើងហ្នឹងអញ្ចឹងខ្ញុំអង្គុយកណ្ដាលអត់បានមើលនៅជាប់ប្រួយទៀតទេប៉ុន្តែលុយម្យ៉ាងគឺកៅអីមួយនេះគឺពិសេសមែនតើមាន tablet សម្រាប់មើលទៀតយើងអាចមើលយន្តហោះរបស់យើងបានហើយចង់មើលរឿងក៏បានហើយនៅហ្នឹងមានគេមាន free movie ឲ្យអញ្ចឹងណាហើយពីរងកៅអីក៏ធំហើយមានកាមេរ៉ាមើលលើយន្តហោះទៀតគឺអេខ្លាំងមែនតើអញ្ចឹងខ្ញុំចូលចិត្តកៅអីនេះតើឥឡូវយើងហោះតង់ពីរទាំងអស់គ្នាអូខេ finally ឥឡូវខ្ញុំមកដល់ហាងជើហើយគឺជាទីក្រុងដែលខ្ញុំទៅទស្សនកិច្ចហ្នឹងហើយអូខេឥឡូវយើងមក Claim Valley អញ្ចឹងបន្ទាប់ពីយើងយក Valley យើងហើយយើងដើរទៅជីឡានក្រុងបាទអញ្ចឹងខាងក្រុមការងាររបស់ Hikvision គាត់នៅរងចាំយើងហើយគាត់មានឡានក្រុងមកទទួលយើង The bus and this is the hotel still has some people can help you to apply the SIM card. Together ហើយឡានក្រុងនោះដែរគឺមានទទួលនៅសមាជិកមកពីប្រទេសផ្សេងៗទន្ទឹមគ្នានោះដែរអញ្ចឹងក្នុងពេលតែមួយហ្នឹងគឺមានអ្នកមកពីប្រទេសផ្សេងហ្នឹងគេមក I wonder why he didn't not mention the for Hittite statue from Cambodia. Because they have to apply information. This time only we arrive. Let's see. Ok ឥឡូវខ្ញុំបានឡើងឡានក្រុងហើយអញ្ចឹងឡានក្រុងនេះគឺជិះជាមួយនឹងសមាជិកដែល Hittite Star មកពីប្រទេសផ្សេងៗដែរអញ្ចឹងខ្ញុំក៏ឆ្លៀតថតនៅមុខព្រោះខ្ញុំអង្គុយនៅមុខអញ្ចឹងខ្ញុំមកចិត្តកង់ដើម្បីថតយករូបភាពតែម្ដងអញ្ចឹងពលានគឺរៀងឆ្ងាយពីកន្លែងគេងដែរអញ្ចឹងជិះចូលកន្លះម៉ោងជាង អូខេឥឡូវខ្ញុំបាន check in ហើយអញ្ចឹងអូតែដែលខ្ញុំគេងទីគឺ Grand New Century Hotel ហើយខ្ញុំគេងនេះគឺនៅជាន់ទី19 អូខេឥឡូវមក review បន្ទាប់គេតិចបាទគឺស្អាតបាទការរៀបចំរបស់គេហើយខ្ញុំមាន view នៅសងខាងបាទអញ្ចឹង view ខាងឆ្វេងក៏មាន view ខាងស្ដាំក៏មានអេមែនតើបន្ទប់របស់ខ្ញុំអូខេអញ្ចឹងមុនពេលគេងដាច់ចិត្ត unboxing នៅ welcome gift អញ្ចឹង welcome gift គឺពិតជាអេមខ្លាំងមែនតើខ្ញុំស្រឡាញ់ខ្លាំងមែនតើគឺ
gimbal ដែលខ្ញុំពិតជាត្រូវការមែនតើឥឡូវខ្ញុំបានហើយជា gift ដែល Hikvision គាត់ឲ្យជា welcome gift thank you Hikvision អូខេឥឡូវដល់ម៉ោងគេអ្នកនរគ្នាអរគុណសម្រាប់ការទស្សនាហើយ good night ហើយជួបគ្នានៅវីដេអូ part 2របស់ខ្ញុំគឺដំណើរទៅកាន់ Hikvision